សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបការបែងចែក file ដែលមានទំហំច្រើនដោយការបែងចែកនេះគឺយើងសម្រាប់ផ្ញើចូលទៅកាន់ Telegram ដើម្បីទុកជាឯកសារទុកប្រើថ្ងៃក្រោយទៀតអញ្ចឹងក្នុងនេះខ្ញុំមានជាឧទាហរណ៍មួយដែល file នេះមានទំហំ 10G អញ្ចឹងតើខ្ញុំគួរធ្វើបែបណាដើម្បីផ្ញើជាមួយនឹងឯកសារមួយហ្នឹងចូលទៅក្នុង Telegram ជាធម្មតានៅក្នុង Telegram របស់យើងបែងចែកបើសិនជាយើងអត់មាន Premium ទេយើងផ្ញើបានទៅដល់លើសពី 4G តែនៅក្នុងយើងអត់ប្រើ Premium ទេយើងអាចផ្ញើបានត្រឹមតែ 2G ចុងក្រោមទេអញ្ចឹងដោយសារតែ file របស់ខ្ញុំនេះឡើងដល់ 10G នោះអញ្ចឹងធ្វើដូចម្តេចដើម្បីផ្ញើឯកសារមួយហ្នឹងចូលទៅក្នុង Telegram បានអញ្ចឹងជាជំហានដំបូងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ browser ហើយអ្នកទាំងអស់គ្នាទៅ download WinRAR ចឹងនៅអ្នកទាំងអស់គ្នាគ្រាន់តែ download WinRAR ទៅខាងលើនេះមកសិនមកចឹងអ្នកទាំងអស់គ្នាជ្រើសទីតាំង download WinRAR មកចឹងបន្ទាប់អ្នកគ្នាបាន download WinRAR រួចហើយអ្នកគ្នាចូលទៅកាន់ file របស់យើងហើយរបៀប set up WinRAR មានពិបាកទេយើងគ្រាន់ download application EE ហ្នឹងមកយើង install វាមកជាធម្មតាយើងប្រើបានធម្មតាតើបើយើង install បាន file ហើយយើងមកចូលមកកាន់ folder របស់យើងឥឡូវនេះក្នុង folder របស់ខ្ញុំមានទំហំ 10G ខ្ញុំអាចចុចមកស្ដាំខ្ញុំចូលកន្លែង WinRAR ហើយខ្ញុំជ្រើសចំណុច add to archive ធម្មតានៅក្នុងចេញជាមួយនឹងតែ log map នេះយើងអាចទៅមើលនៅកន្លែង split to volume size អញ្ចឹងយើងយកជាមួយនឹង GB អញ្ចឹងមុនយើងជ្រើសយើងអាចទៅមើលទំហំរបស់យើងសិនថាទំហំរបស់យើងប្រហែល 10G ចឹងយើងចូលcalculator របស់យើងមកតមកទៀតយើងយក 10.6G ឥឡូវចង់បានប៉ុន្មាន file ចង់បាន9 file តិចពេកក៏5 file អញ្ចឹងទៅ5 file អញ្ចឹង5 file 2G តើរួចទេយើងអាច 10.6 ហើយចែកនឹង6អញ្ចឹងទៅអូខេយើងបាន 1.7 ឬក៏កន្លែងនេះយើងអាចដាក់ 1.9 ក៏បានដែរGB យើងសេរីមក 1.9 អូខេអូខេមកជាការស្រេចចឹងនៅក្នុងនេះគឺ create archive ជាមួយនឹង file name របស់ខ្ញុំនេះបែងចែកចេញជា file ជា part អញ្ចឹងបន្ទាប់ពីខ្ញុំបាន compress វារួចហើយចុងឥឡូវខ្ញុំបិទអានេះសិនតើខ្ញុំបាន compress ហើយខ្ញុំអាចផ្ញើ file ឯកសារហ្នឹងចូលទៅក្នុង Telegram របស់ខ្ញុំបានហើយខ្ញុំ select ទាំងអស់ពីហើយខ្ញុំទៅដាក់នៅកន្លែងណាមួយតើថា save ចឹងអាចផ្ញើចូលបានហើយចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ